ប្រទេសជាតិខ្ញុំអត់ភ័យថាខ្លាចក្រីក្រទេណាប្រទេសក្រីក្រអាចកែច្នៃទៅតាមការដឹកនាំរបស់អ្នកដឹកនាំស្អាតស្អំសុចរិតមានតម្លាភាពសុចរិតភាពគណនេយ្យភាពហើយរដ្ឋបាលសាធារណៈអភិបាលកិច្ចល្អនិងរដ្ឋបាលកំណែតម្រង់រដ្ឋបាលសាធារណៈនិងអភិបាលកិច្ចល្អប៉ុន្តែខ្ញុំខ្លាចតែប្រទេសជាតិក្រីក្រដោយសារអស់ធនធានធនធានមនុស្សក៏មិនបានបម្រើជាតិប្រកាន់នានាការបកធនធានក្រោមដីក៏ត្រូវអស់រលត់រលាយដោយសារតែបរទេសឆក់ឱកាសយកហើយយើងអត់មានឱកាសក្នុងការរក្សានៅតម្លាភាពជាចំហជួយគ្រប់គ្រងភោគទ្រព្យដែលធានាការពារដោយរដ្ឋធម្មនុញ្ញនោះជាការគ្រោះថ្នាក់ប្រទេសក្រីក្រនឹងអាចឡើងទៅតាមការដឹកនាំគេហៅអ្នកដឹកនាំមានមារយាទប៉ុន្តែវានឹងអាចរលត់រលាយនៅពេលដែលប្រទេសអស់ធនធានភោគទ្រព្យអស់ធនធានមនុស្សនេះជាបញ្ហាដែលអ្នកជំនាន់ថ្មីនៃបកកណ្ដាលអំណាចក៏ដូចជាបកក្រៅរដ្ឋាភិបាលត្រូវគិតគូរឡើងវិញកុំឲ្យបរទេសខ្ចីដៃយើងប្រើអធិបតេយ្យភាពបូរណភាពទឹកដីឯករាជ្យភាពអព្យាក្រឹតសម្រាប់ពលរដ្ឋខ្មែរ17លានអ្នកជាងធានាការពារដោយរដ្ឋធម្មនុញ្ញហើយកិច្ចព្រមព្រៀងក្រុងប៉ារីស23ដុល្លារឆ្នាំ1991ជាអាវក្រោះអមតៈដែលមិនអាចថាកិច្ចព្រមព្រៀងអស់សុពលភាពខ្ញុំមិនមែនជាសមាជិក SNC ប៉ុន្តែខ្ញុំតាមដាន23ដុល្លារឆ្នាំ1991តាំងពីខ្ញុំនៅកូនក្មេងខ្ញុំចេះធ្វើការតាមដានធ្វើជាអ្នកកសែតអាយុ16ឆ្នាំពេលចប់ឌីប្លូមមានផុសតាងលោកគ្រូធំខ្ញុំឡើងមកហើយមានអតីតលោកជុំឈៀងមានលោកសំបុរិនដែលជាអតីតនាយករងអាស៊ីសេរីគាត់បានស្លាប់ទៅហើយគឺគាត់ជាចាងវាងហើយមានសហការីអតីតសហការីនៅក្នុងវិទ្យុមុននេះខ្ញុំឃើញគាត់ឆាតនៅក្នុង message comment ចូលដែលខ្ញុំផុសតាក់ទងទៅរឿងថាខ្ញុំជាខ្មែរខ្ញុំមិនអាចបំភ្លេចជាតិរបស់ខ្ញុំចឹងហើយឃើញគាត់សួររោគអតីតអ្នកសារព័ត៌មានអ្នក broadcaster អ្នកនិយាយព័ត៌មានវិទ្យុរលកធាតុអាកាសខ្លីនៃចលនាអ្នកតស៊ូរណសិរ្សជាតិរបស់ជាតិខ្មែរកម្ពស់49 kHz ឥឡូវគាត់កំពុងតែមើលតាមដាននេះចឹងគឺថានៅមានអតីតលោកអ៊ុចស៊ីនរីស្លាប់ហើយនៅលោកពូប៉ុលហំដែលជាអតីតតំណាងរាស្ត្រអនុប្រធានគណៈបកសង្គ្រោះជាតិហ្នឹងហើយនៅមានខួនខេមរិននៅមានអ្នកស្រីច័ន្ទសុជាតិនៅអាមេរិកដែលធ្លាប់ធ្វើជាអតីតវិទ្យុខ្មែរប៉ោះមានលោកឡុងស៊ីថាក៏នៅដែរបង្កើត stroke ហើយអាយុ7ជាង70ជាងក្បែរ80អស់ហើយអ្នកយកព័ត៌មានទៅសេព័ត៌មានអានព័ត៌មានវិទ្យុរបស់រណសេហើយរួមគ្នាជាមួយនឹងវិទ្យុរបស់ខាងតតុំដឹកនាំដោយអ៊ុស៊ីនរីមានខាងរណសេក៏មានលោកជុំសម្បត្តិក៏ស្លាប់ហើយមានលោកសេងកណ្ឌិកាឥឡូវមិនដឹងថាចេញពីទូរទស្សន៍ប៉ុស្តិ៍លេខ5ឬក៏យ៉ាងណាខ្ញុំនៅរាប់ហើយនៅដឹងមនុស្សណាស្លាប់មនុស្សណានៅរស់នៃអតីតអ្នកនិយាយវិទ្យុអ្នកសរសេរកាសែតពលរដ្ឋខ្មែរដឹកនាំដោយលោកសំរិនដែលគាត់បានស្លាប់ទៅជាង10ឆ្នាំដែរហើយមកតាំងពីថ្ងៃទី11ខែឧសភាឆ្នាំ2013បាទ